អ្នករៀនចិនតើមានឆ្ងល់ទេពេលខ្លះខាន់ពេលខ្លះខាន់ខាន់ឬក៏ខានីខាន់នៅក្នុងមេរៀននេះខ្ញុំនឹងបញ្យល់ដោយសង្ខេបអំពីចំណុចទាំង 3 នេះ1ខាន់អត្ថន័យមើលអានទូទៅប្រើសម្រាប់សកម្មភាពធម្មតាឬនិយាយត្រង់ៗសំឡេងអភិយាក្រឹតមិនបន្ថែមអារម្មណ៍ទន់ភ្លន់ឧទាហរណ៍我看书ខ្ញុំអានសៀវភៅ2ខានខាន់ទម្រង់វីបូកវីអត្ថន័យមើលបន្តិចសាកមើលមានអារម្មណ៍ស្នើសុំឬធ្វើស្រាលៗប្រើញឹកញាប់ក្នុងការនិយាយប្រចាំថ្ងៃឧទាហរណ៍នេះខាន់ជឹកញាក់មើលអ៊ីនេះបន្តិច3ខានីខាន់ទម្រង់វីបូកអ៊ីបូកវីអត្ថន័យមើលបន្តិចតូនភ្លើងជាងខាន់បន្ថែមអ៊ីដើម្បីឲ្យពាក្យស្ដាប់ស្រួលនិងគួរឲ្យគាប់ប្រជាប្រើไปនិយាយយ៉ាងគោរពឬសុភាពឧទាហរណ៍我想看你看那本书ខ្ញុំចង់មើលសៀវភៅនោះបន្តិចបើអ្នកយល់ថាមេរៀននេះមានប្រយោជន៍សូមខមមិនថាអូខេឬក៏អាចខមមិនជាសំណួរនៅខាងក្រោមវីដេអូនេះ